បន្ទាប់ពីស៊ូហានាងនិយាយថានាងនឹងអត់ខ្លាច Haley ទេដោយសារតែគ្រាន់តែ Haley មានសមត្ថភាពអញ្ចឹងពេលនឹងដែរគឺ Haley គាត់បាននិយាយនៅក្នុងចិត្តជាមួយនឹងស៊ូហាដែលគាត់បាននិយាយថាយើងទាំងពីរនាក់គឺដូចគ្នាឯងគ្រាន់តែSolonគាត់ឃើញ Haley និយាយនៅក្នុងចិត្តជាមួយនឹងស៊ូហាភ្លាមមកគាត់ឡើងសួរ Haley ហ្មងថាអីបានទៅធ្វើនិយាយនៅក្នុងចិត្តជាមួយនឹងស៊ូហាអញ្ចឹងគេមិនដឹងអីត្រូវអត់ហើយពេលហ្នឹងដែរមិត្តភក្តិរបស់គាត់ក៏នាំគ្នាមើលមុខទៅហើយ Haley ក៏គាត់នៅតែបន្តនិយាយទៅអញ្ចឹងថាស៊ូហានឹងរក្សាការសម្ងាត់ឲ្យគាត់ត្រូវអត់ហើយប្រកាសថាស៊ូហាគឺគាត់នឹងនិយាយថាយល់ព្រមហើយតែគាត់ថាគឺគាត់នឹងអត់ប្រាប់ណាគេទេតែគាត់គ្រាន់តែមានអារម្មណ៍ថារៀង surprise បន្តិចហើយគាត់គិតថាចែកការនិយាយនៅក្នុងចិត្តហ្នឹងគឺពិតជាលុយខ្លាំងមែនតើហើយនៅពេលហ្នឹងដែរគឺមិត្តភក្តិរបស់ Haley ទាំងអស់ដែលមានដូចជា Sion គាត់បាននិយាយថាគឺគាត់អាចតោងជាមួយនឹងជញ្ជាំងបានចំណែកឯដុំដែកដែលយើងគិតថាធ្ងន់100គីឡូហ្នឹងវាគឺជារបស់ចាអានហើយ Gino វិញគឺគាត់មានសមត្ថភាពអាចបង្កើតភ្លើងបានដោយគាត់បានប្រាប់ស៊ូហាថាបើស៊ូហាទៅជាអីគឺមករកគាត់មកហើយបើSolonវិញគឺគាត់កំពុងតែខឹងពួកម៉ាក់គាត់តែដែលបង្ហាញសមត្ថភាពទាំងអស់ហ្នឹងឲ្យស៊ូហាបានឃើញនឹងដោយពេលហ្នឹងដែរគឺគេបានណែនាំខ្លួនគេឲ្យអស់ហើយនៅតែSolonទេអញ្ចឹងហើយស៊ូហាគាត់ឡើងចាំមើលSolonហ្មងគាត់គ្រាន់តែឃើញស៊ូហានៅចាំមើលគាត់ចឹងគាត់ឡើងនិយាយលឿនថាគាត់អត់មានសមត្ថភាពទេហើយមកផ្លែឡើងគាត់និយាយថាមិនគាត់មានទេគាត់គ្រាន់តែចង់បង្ហាញស៊ូហាហ្នឹងគឺខ្លាចគេគិតថាគាត់នឹងអត់អញ្ចឹងទៅហើយពេលហ្នឹងដែរ Haley ក៏គាត់និយាយទៅថាពេលហ្នឹងគឺដល់ម៉ោងគេងហើយគាត់ក៏គាត់បាយគ្នាប៉ុណ្ណឹងទៅស៊ូហាគាត់ក៏គិតដែរថាគាត់បានជួបជាមួយនឹងមិត្តភក្តិដែលល្អៗតែគាត់ក៏បន្ថែមទៀតថាគាត់មិនមែនជាមនុស្សតែម្នាក់ទេដែលមានសមត្ថភាពពិសេសនឹងហើយគាត់ក៏បានគិតទៅថាពួកគេគឺមានសមត្ថភាពពិសេសនឹងទាំងអស់តើពួកគេអាចជាគិតដល់ធំហ្នឹងគាត់ក៏ត្រឡប់មកគិតវិញថាតើគាត់ពុំគិតអីហ្នឹងនិយាយទៅគឺគាត់ត្រូវបានរងទុក្ខដោយសារតែគេយកច្រឡំមួយគាត់ហ្នឹងគឺស្ទើរតែពេញមកជីវិតរបស់គាត់ហើយគាត់គឺអាចដើរតែវិនិច្ឆ័យគេបែបចឹងទេដោយសារតែ Haley ហ្នឹងហើយគឺជាមនុស្សតែម្នាក់ដែលបានជឿគាត់បន្ទាប់ពី Chris ហ្នឹងឯងហាក៏និយាយទៅថានាងក៏ជឿ Haley វិញដែរហើយវាគឺប៉ុន្តែគឺនាងមិនមែនជាមនុស្សតែម្នាក់ទេដែលមានរឿងឬក៏សមត្ថភាពបែបហ្នឹងសាច់រឿងក៏បានកាត់នៅពេលយប់ក៏បានឃើញជាមួយនឹងមនុស្សមួយក្រុមដែលគាត់បានផ្លោះរបងចូលមកកាន់សាលាមួយហ្នឹងតែបុរសម្នាក់ហ្នឹងគាត់បាននិយាយថានៅទីនេះគឺសពោតើក្លិនអាក្រក់បំពួកហ្នឹងហ្មងហើយគាត់ក៏និយាយថាតើបិសាចជក់ជាតិទាំងអស់ហ្នឹងនៅណាទៅដល់ chapter នេះដែរគឺជាក្បាលរបស់ chapter ទី6ដែលវាគឺមានឈ្មោះថា The Wolves Who Jump Over the Fence អត់មានប្រយោលទេកន្លែងហ្នឹងវាគឺជា press ដែលវាមានន័យថាមនុស្សហ្នឹងគឺគាត់ហួសព្រំដែនរបស់គាត់ហើយគាត់ចូលទៅកន្លែងដែលគាត់អត់ត្រូវចូលអញ្ចឹងគ្នាយើងសាច់រឿងផ្ដើមឡើងនៅពេលដែលស៊ូហាហ្នឹងគឺគាត់បានចូលទៅកាន់បន្ទប់របស់គាត់ដែលគាត់បានឃើញនៅថង់សម្រាប់មួយដែលគ្នារបស់ Haley គឺអត់តាន់បានបោះចោលទេចឹងហើយគាត់ក៏សម្រេចចិត្តថានឹងយកវាបោះចោលនៅខាងក្រៅហើយកន្លែងដែលចោលហ្នឹងគឺវាឆ្ងាយមែនតើគាត់ក៏បានគិតថាថ្នាក់គឺចាប់ផ្ដើមនៅម៉ោង 9ហើយបញ្ចប់ទៅវិញនៅម៉ោង 2 យប់កំពុងតែខ្លាចនឹងដែរគាត់ក៏នឹកឃើញនៅសំបីរបស់អ្នកគ្រូនឹងដែលគាត់និយាយថាគឺកុំចាញ់ក្រៅនៅពេលយប់ចឹងហើយគាត់ក៏នឹកឃើញដល់ថាមានបិសាចជញ្ជក់ឈាមអីចឹងទៅស្រាប់តែពេលហ្នឹងដែរយើងក៏បានឃើញនៅបរិសម្នាក់ដែលគាត់មកនិយាយមួយស៊ូហាហ្នឹងហ្មងដែលគាត់និយាយថាអភ័យទោសគឺមិនតបានអភ័យទោសស្អីទេចាគឺថាស៊ូហារបស់យើងគឺចាប់បោកដូចកែបដ ாய் ពេលហ្នឹងគាត់ប្រកាសនឹងចិត្តទៅខាងខ្នងគាត់នឹងចប់ហើយពេលហ្នឹងដែរស៊ូហាក៏គាត់និយាយទៅថាម្នាក់ប្រុសហ្នឹងគឺជាណាគេហើយជាបិសាចជក់ឈាមមែនពេលហ្នឹងដែរគឺមិត្តភក្តិរបស់អ្នកប្រុសហ្នឹងក៏គាត់មកដល់ហើយគាត់ក៏គិតថាស៊ូហានឹងប្រហែលជាមនុស្សប្រុសអីចឹងថាមិនបានហ៊ានវាយពួកម៉ាក់គាត់ថាទៅមកនឹងវាយហើយគឺគ្រាន់តែឃើញថាស៊ូហាជាមនុស្សស្រីប៉ុន្តែអត់មានថាមនុស្សស្រីតន់ទេគឺទូស៊ូហាដាក់មកដៃប៉ាំងខ្លាញ់អត់មានពិតជាចូលចិត្តខ្លាំងមែនដែរដោយសារតែអត់មានចូលចិត្តទូស្រីណាដែលរឹងមាំអញ្ចឹងហ្មងនិយាយទៅឲ្យ10ពេលហ្នឹងដែរស៊ូហាក៏គាត់និយាយទៅថាពួកហ្នឹងគឺជាណាគេជាបិសាចជញ្ជក់ឈាមមែនបំពង់តែខ្លាចជាមកហ្នឹងពេលសក់ស្វាយហ្នឹងគាត់គ្រាន់តែលឺអញ្ចឹងភ្លាមគាត់ឡើងហ៎អីគេបិសាចជក់ឈាមមែនឆាប់លើពាក្យនឹងចូលវិញភ្លាមតាមមកគាត់ក៏និយាយទៅថាពួកគាត់គឺមិនមែនជាបិសាចជក់ឈាមទេហើយមួយក្រុមរបស់គាត់ហ្នឹងក៏និយាយទៀតថាអើយអាការដែលហៅគាត់ពួកគាត់ថាជាបិសាចជក់ឈាមហ្នឹងគឺជាការប្រមាថពួកគាត់ដែលអាក្រក់បំផុតដែលពួកគាត់ធ្លាប់ជួយគាត់ក៏និយាយទៀតទៅថាពួកគាត់ក៏ស្អប់បិសាចជក់ឈាមដែរស្អប់ខ្លាំងជាងគេនៅលើពិភពលោកហ្នឹងហ្មងស្អីរឿងក៏បានកាន់មកដល់ពេលចុងក្រោយដែរស៊ូហាក៏គាត់និយាយទៅថាគាត់សុំទោសផងដែរហ្នឹងគឺមានការយល់ច្រឡំហើយពួកអ្នកប្រុសទាំងអស់ហ្នឹងក៏គាត់អត់ថាអីដែរគាត់ថាអីទេហើយគាត់ទាំងអស់គ្នាហ្នឹងក៏នាំគ្នាណែនាំខ្លួនទៅដោយម្នាក់មានសក់ពណ៌រៀងស្បែកហ្នឹងគាត់មានឈ្មោះថាណាចាអ្នកសក់ស្វាយគឺគាត់មានឈ្មោះថាតាហែលហើយអ្នកពាក់បន្តាគឺគាត់មានឈ្មោះថាអ៊ីនស៊ីហើយម្នាក់ចុងក្រោយគេដែលគាត់ស្គាល់សក់ហ្នឹងគឺគាត់មានឈ្មោះថាខានដោយស៊ូហាគាត់បានសួរថាពួកគេទាំងអស់គ្នាហ្នឹងគឺមកពីសាលាណាដោយសារតែនាងគឺឃើញថាពួកគេគឺអត់បានពាក់ឯកសណ្ឋានសាលារបស់នាងទេពួកគេបានប្រាប់ទៅថាពួកគេមកពីសាលាពន្លឺហើយភ្លាមៗហ្នឹងក៏មានមនុស្សម្នាក់ដែលបាននិយាយថាចាគាត់ដូចជាធំក្លិនដល់កខេកមួយនៅ
កន្លែងហ្នឹងអ្នកដែលនិយាយហ្នឹងដែរគឺជាចាកាសជាមួយនឹង Noah របស់យើងហ្នឹងឯងតាមយើងមើលទៅគឺឃើញថាពួកគេគឺអត់ត្រូវគ្នាទេពេលហ្នឹងដែរខាងហ្នឹងក៏គាត់បាននិយាយទៅថាជនរងគ្រោះហ្នឹងគឺមកពីសាលារបស់ពួកគាត់ពេលហ្នឹងចាកាសក៏គាត់និយាយទៅថាហេតុម៉េចហើយមានពាក់ព័ន្ធអីជាមួយពួកគាត់ដោយសារតែក្រុមពួកខាងហ្នឹងគឺគាត់គិតថាក្រុមរបស់តួផុសយើងហ្នឹងហើយដែលជាអ្នកដែលបានបង្ករឿងហ្នឹងកើតឡើងហើយពេលហ្នឹងដែរពួកគេក៏ចាប់ផ្ដើមជាប់សម្ដីមួយគ្នាទៅដោយបំរុងថានឹងប៉ះគ្នាហ្នឹងស្រាប់តែពេលហ្នឹងដែរគឺស៊ូហារបស់យើងគឺខាត់ពួកគេដោយចាស់កាមរបស់យើងគឺគាត់មានថាឆ្ងល់ខ្លាំងមែនទែនដោយសារតែស៊ូហាហ្នឹងគឺគាត់មានកម្លាំងដល់ថ្នាក់ថាអាចខាត់ពួកគេបានណាឡើងសឹងតែថាចេញចំហាយធម្មពលមកហើយស្រាប់តែពេលហ្នឹងដែរក៏មានអ្នកគេម្នាក់ដែលគាត់បាននិយាយថាតែពួកហែងនៅធ្វើអីនៅទីហ្នឹងហើយយើងក៏បានដឹងហើយអ្នកដែលបាននិយាយហ្នឹងគឺជា Haley តួផុសរបស់យើងហ្នឹងឯងដោយ Haley មកស្ថានីយ៍គឺគាត់ខុសពីរាល់ដងដែលមកទាំងកាយតែម្ដងដែលគាត់បានមកហើយគាត់និយាយថាអញ្ចឹងគឺឲ្យពួកគេទាំងអស់ហ្នឹងគឺនៅឆ្ងាយពីស៊ូហាភ្លាមមកហើយយើងក៏មកដល់នៅ chapter ទី7របស់យើងដែល chapter មួយហ្នឹងគឺវាមានឈ្មោះថា Nemesis ហើយអត្ថន័យនៃពាក្យមួយហ្នឹងគឺវាមានន័យថាខ្មែរយើងគឺសត្រូវចាស់ហ្នឹងឯងហើយយើងមកយើងបន្ទាប់ពី Haley គាត់បានមកដល់គាត់ក៏បានទៅសួរស៊ូហាទៅតែស៊ូហាហ្នឹងមានកើតអីអត់ហើយគាត់ក៏អត់ចាំមានបង្ករឿងឲ្យមួយពួកហ្នឹងដែរដែលគាត់ថាគាត់នឹងនាំស៊ូហាហ្នឹងទៅវិញដោយពួកហ្នឹងគឺអត់សុខចិត្តទេគឺថាមកចង់ទៅទាំងអញ្ចឹងមែន Haley ក៏គាត់និយាយទៅថាហ្នឹងហើយគាត់ក៏ប្រាប់ពួកហ្នឹងទៅថាឲ្យចេញពីសាលារបស់គាត់តែពួកហ្នឹងគឺអត់ព្រមទេដោយគាត់នៅលើកយកនៅរឿងដែលថាមានសិស្សសាលាម្នាក់របស់គាត់ហ្នឹងគឺស្លាប់ហើយគាត់បានចោទថាក្រុមរបស់ Haley ហ្នឹងហើយជាអ្នកដែលប្រព្រឹត្តរឿងហ្នឹងដោយ Noah គាត់ក៏ប្រាប់ទៅថាមិនមែនជាពួកគាត់ទេហើយពួកហ្នឹងនៅតែចោទអញ្ចឹងថាបើមិនបង្ហាញផុសតាំងមកហើយអត់យល់ហើយអត់មានផុសតាំងមកចោទគេអត់យល់ខ្លួនឯងនៅស្ទាមទាគេសុំផុសតាំងចិត្តតែនេះយ៉ាប់ហ្មងដោយសារតែ Haley គាត់រៀងធុញដែរតែប៉ែពេកគាត់ក៏និយាយទៅបើទោះបីជាគាត់មែនហើយវាមិនស៊ូហាគ្នាឡើងមើលមុខហ្មងហើយពេលហ្នឹងដែរគឺ Haley គាត់មុងខឹងមែនតើហើយមិនមើលមុខគាត់ទេដោយពេលហ្នឹងសង្ឃាហត់ដៃតើប៉ុន្តែបានស៊ូហាហ្នឹងគឺគាត់ខត់តាន់តែគាត់គឺអត់ចង់ឲ្យពួកគេគឺវាយគ្នាទេនៅពេលដែលឃើញចឹងទៅ Haley គាត់ក៏សុំទោសស៊ូហាដែរដែលធ្វើឲ្យនាងខ្លាចអីចឹងទៅហើយគាត់ក៏ប្រាប់តាមសម្រួលវិញដែលគាត់ប្រាប់ថាគឺក្រុមពួកគាត់គឺអត់បានធ្វើទេហើយបើសិនជាពួកគេនៅតែចង់ឆ្លោះគ្នាមែនចឹងគួរតែឆ្លោះកន្លែងផ្សេងដោយសារតែឆ្លោះនៅនឹងទៅគឺស៊ូហាខ្លាចអីចឹងទៅអូយខាងជាធំមែនបដ ாய் ហើយបើសិនជាពួកគេនៅតែទទួលចង់ឆ្លោះគ្នាចុះបើសិនជាពួកយើងមកបង្កើតជាលក្ខណៈបែបថាការប្រកួតបាល់វិញទៅវាមិនវិញដែលគាត់ប្រកួតបាល់វិញដែលគាត់អត់ប្រវាយគ្នាទេដោយសារតែខ្លាចស៊ូហាគេខ្លាចអីអញ្ចឹងហ្នឹងដោយស្ដាប់មើលទៅវារៀងទំនងដែរចឹងហើយក្រុមរបស់ពួកគេហ្នឹងក៏ថាអូខេយល់ព្រមអញ្ចឹងទៅតែមុននឹងទៅបែកខានហ្នឹងក៏គាត់និយាយទៅកាន់ស៊ូហាថាគាត់សុំទោសដែលធ្វើឲ្យយើងហ្នឹងគឺមានការរៀងភ្ញាក់ផ្អើលមុនហ្នឹងហើយគាត់ក៏បន្ថែមទៅកាន់ក្រុមរបស់ Haley ថាអញ្ចឹងក៏ប៉ុន្តែការចំនួនមួយហ្នឹងគឺវាមានពាក់ព័ន្ធជាមួយនឹងកីឡាបាល់ទាត់ឲ្យពេលយប់អីគេហ្នឹងទេយល់ល្អក្រុមរបស់ Haley ហ្នឹងធ្វើជារកឲ្យបានរៀងសមរម្យបន្តិចផងដោយក្រុមរបស់ពួកគាត់ហ្នឹងគឺនៅតែបន្តតាមដានក្រុមរបស់ Haley ហ្នឹងអញ្ចឹងហើយគាត់ក៏បានបោះពេលសម្លេងមួយដល់ still មែនតើតែគាត់បាននិយាយថាគឺគាត់អាចហងចាំដល់ថ្ងៃប្រកួតហ្នឹងទេនិយាយទៅគឺគាត់នឹងធ្វើឲ្យក្រុមរបស់ Haley ហ្នឹងគឺបាក់មុខយកមកថាហើយគាត់នឹងគ្នារបស់គាត់ក៏បានដើរចេញទៅហើយក្រុមរបស់ពួកគេហ្នឹងក៏ត្រឡប់ទៅវិញដូចគ្នាក្នុងពេលទៅវិញហ្នឹង Haley ក៏គាត់បានសុំទោសស៊ូហាដែរដែលធ្វើឲ្យនាងបានឃើញនៅព្រឹត្តិការណ៍ទាំងអស់ហ្នឹងអីចឹងទៅស៊ូហាគាត់ក៏និយាយទៅថាអត់អីទេហើយគាត់ក៏បាននឹកសម័យនៅពេលដែលគាត់បានឃើញនៅទឹកមុខរបស់ Haley កន្លងពេលដែលគាត់ខឹងហ្នឹងគឺថាវាគួរខ្លាចមែនតើនេះយើងអាចមើលបានគឺថាទោះបីជា Haley គឺគាត់អត់បានធ្វើអីក៏ដោយក៏ស៊ូហាហ្នឹងគឺគាត់មានអារម្មណ៍ថាវានឹងមានរឿងអីខុសឡើងអាក្រក់ហ្មងបើសិនជាស៊ូហាហ្នឹងគឺអត់បានប្រឈប់ Haley គាត់មានអារម្មណ៍ថាគាត់ត្រូវតែប្រឈប់យកហ្មងសាច់រឿងក៏បានកាត់មកកាន់នៅសាលារៀនវិញដែលយើងបានឃើញ Solon ដែលគាត់ហ្នឹងគឺកំពុងតែឈរនៅក្រៅសាលាហ្នឹងហើយតែតាមអីដែលយើងមើលឃើញហ្នឹងយើងគឺមើលឃើញថាដៃរបស់គាត់ហ្នឹងគឺវាមានសភាពចម្លែកមែនតើដែលយើងអត់ទាន់ដឹងថាវាមានសភាពមិនទេប៉ុន្តែគាត់ក៏បានកាត់ឡងចិត្តថាអញ្ចឹងដូចជាគាត់គិតអញ្ចឹងគាត់គឺជាហើយពុំទាន់បានដឹងថាជាអ្វីផងស្រាប់តែមានបរិមម្នាក់ហ្នឹងគឺគាត់បានមកនិយាយដែលបរិមម្នាក់ហ្នឹងគឺអត់មានប្រាប់ហើយគឺគាត់មានឈ្មោះថា NC ហ្នឹងហើយដែលគាត់បានមកនិយាយថាអញគឺជា werewolf កន្លែងនេះអត់មានសំបើកមកកញ្ចក់បញ្យោពាក្យបន្តិចគ្នាយើងគឺពាក្យថា werewolf ហ្នឹងគឺវាមានន័យថាគឺជាមនុស្សដែលប្រែខ្លួនទៅជាចចកនៅពេលដែលមានប្រច័ណ្ឌពេញបរមីអញ្ចឹងយើងអាចសន្មតបានហើយថាសាឡុនរបស់យើងហ្នឹងគឺគាត់ចកពាក់កណ្ដាលមនុស្សពាក់កណ្ដាលហ្នឹងហើយតែពេលដែលបរិះហ្នឹងគាត់បានឃើញបែបហ្នឹងហើយគាត់ក៏បាននិយាយថាវាគឺរំលឹកគាត់អំពីហើយគាត់ក៏និយាយទៀតថាអញ្ចឹងគាត់គឺជួបគ្នាជាមួយនឹង Solon រហូតតែគាត់អត់ដែលបានណែនាំខ្លួនគាត់ទេគឺគាត់មានឈ្មោះថា NC ដោយ Solon ហ្នឹងប្រហែលជាបានដឹងហើយថាគាត់ក៏ជា werewolf ដូចគ្នាយើងក៏បានចូលនៅ chapter ថ្មីមួយទៀតរបស់យើងដែលជា chapter 8ហ្នឹងហើយ chapter ហ្នឹងគឺវាមានឈ្មោះថា Who in the world are you តែពេលហ្នឹងដែរហ្នឹង Solon ក៏បានប្រកាយទៅថាគាត់មិនមែនជាមនុស្សឬក៏អាចថាជាអំបោជាមួយនឹង PNC ហ្នឹងទេ
បែនស៊ីនោះក៏គាត់និយាយទៅថាមិនបាច់លាក់គាត់ទេគាត់ឃើញអស់ហើយគាត់អីដែលគាត់ឆ្ងល់ហ្នឹងគឺគាត់ឆ្ងល់ថាតើវិស័យជក់ឈាមជាមួយនឹង Werewolf អាចនៅជាមួយគ្នាបានដែរព្រោះថាគេអាចនិយាយបានថា Werewolf ជាមួយនឹងវិស័យជក់ឈាមហ្នឹងគឺជាសត្រូវមួយគ្នាដែលគាត់ឆ្ងល់ថាតើរឿងហ្នឹងកើតឡើងដែរ Solon ក៏គាត់និយាយទៅថាវាមានរឿងអីដែលយើងត្រូវប្រាប់ឯងទៅដោយពេលហ្នឹងក៏គាត់តទៅថា Solon គឺអត់បាច់ចាំបាច់ត្រូវមានទូនាទីប្រាប់គាត់ទេគាត់ខលសួរដោយសារគាត់ចង់ដឹងអីអញ្ចឹងទៅ Solon ក៏គាត់និយាយទៅឥឡូវមិននិយាយហ្នឹងទេប្រាប់មកថាពេលហ្នឹងគឺមកសាលារបស់គាត់មានគោលបំណងអីគេដោយពេលហ្នឹងគាត់និយាយទៅគាត់នៅតែលើកយករឿងដែលសិស្សប្រុសម្នាក់ដែលស្លាប់ដោយសារតែបិសាញ់ជក់ឈាមហ្នឹងយកមកនិយាយដែលគាត់និយាយថាសិស្សប្រុសម្នាក់ហ្នឹងគឺត្រូវសាកសពរបស់គាត់គឺអស់ឈាមហ្មងអញ្ចឹងហើយគាត់នៅតែចោទអញ្ចឹងថាវាគឺជាស្នាដៃរបស់ក្រុមរបស់ Solon នឹងឯង Solon ក៏ឡើងខឹងហ្មងគាត់និយាយទៅថាក្រុមរបស់គាត់គឺអត់មានថ្ងៃធ្វើរឿងអញ្ចឹងឯងហើយគាត់ក៏សួរទៅកាន់ប៉ Incy នឹងវិញតែគាត់សួរថាចុះ Incy នឹងមិនវិញព្រោះថាថ្ងៃហ្នឹងគឺជាថ្ងៃបបប្រច័ណ្ឌពេញបរមីប៉ហ្នឹងគាត់ក៏អត់បានប្រកែកអីដែរតែគាត់និយាយថាត្រូវហើយតែគាត់ហ្នឹងគឺបានបន្ថែមទៀតថាពួកយើងហ្នឹងគឺជាចចកអញ្ចឹងហើយនៅពេលដែលយកប្រច័ណ្ឌពេញបរមីអារម្មណ៍ដែលចង់ខ្លាចទៅជាចចកឬក៏អាចនិយាយថាត្រឡប់ទៅកាន់ភាពដើមដែលជាសភាវៈរបស់ចចកហ្នឹងគឺវាមានអារម្មណ៍ខ្លាំងអាចថាមានឥទ្ធិពលខ្លាំងអញ្ចឹងដើម្បីឲ្យគ្នាយើងកាន់តែយល់អត់មាននឹងលើកឧទាហរណ៍យក Solon របស់យើងហ្នឹងខ្ញុំមកនិយាយដោយយើងដឹងហើយថា Solon ហ្នឹងគាត់គឺជា Werewolf ហើយពាក្យថា Werewolf គឺវាមានន័យថាមនុស្សពាក់កណ្ដាលចចកពាក់កណ្ដាលហើយនៅត្រង់កន្លែងនេះបើសិនជានៅថ្ងៃធម្មតា Werewolf ហ្នឹងគឺអត់ទៅមានឥទ្ធិពលខ្លាំងទេអញ្ចឹងហើយសភាវៈគតិដែលជាមនុស្សរបស់ Solon គាត់ហ្នឹងគឺនៅមានឥទ្ធិពលខ្លាំងជាងសភាវៈគតិដែលជាចចកហ្នឹងដែលគាត់ចេះគិតចេះដឹងខុសត្រូវហ្មងប៉ុន្តែបើសិនជានៅថ្ងៃដែលប្រច័ណ្ឌពេញបរមីអាសភាវៈគតិដែលជាចចកហ្នឹងគឺវាមានកម្លាំងខ្លាំងជាងសភាវៈគតិដែលជាមនុស្សអញ្ចឹងហើយពេលខ្លះអ្នកនរគ្នាប្រកាសជាឃើញហើយដែលអញនិយាយថា Werewolf នៅក្នុងរឿងផ្សេងទៀតគឺគាត់បាត់បង់នៅការគ្រប់គ្រងខ្លួនឯងណាដោយសារតែអាភាវៈគតិជាចចកហ្នឹងគឺគ្រប់គ្រងគាត់អញ្ចឹងប៉ុណ្ណឹងអញមានសង្ឃឹមថាគ្នានាងនឹងយល់តមកសាច់រឿងយើងវិញ Solon គាត់និយាយទៅថាបែបហ្នឹងគឺចង់ដឹងថាហេតុអីបានជាគាត់អាចមិនគ្នាបានមិនមែនអាលក្ខណៈបែបថាជា Werewolf ផងជាបិសាចជាជក់ព្រាមផងគាត់ក៏ប្រាប់ទៅថាគាត់ក៏អត់ដឹងដែរគាត់ដឹងថាហេតុអីបានជាគាត់មានលើលោកនឹងផងតែយ៉ាងណាក៏ដោយអាសាកសពឬក៏អាចនិយាយថាជនរងគ្រោះដែលស្លាប់ដោយសារតែបិសាចជាជក់ឈាមហ្នឹងគឺមិនមែនជាស្នាដៃរបស់ពួកគាត់ទេគាត់ក៏ប្រាប់ទៅថាក្រុមរបស់គាត់គឺដូចទៅនឹងបិសាចជាជក់ឈាមដទៃទៀតទេបើសិនជា ANC ហ្នឹងគឺអត់ចង់ជឿគាត់ក៏អត់ទៅគាត់មិនបានសុំឲ្យជឿទេហើយ NC ក៏គាត់តបទៅថាគាត់សង្ឃឹមថា Solon នឹងគឺនិយាយការពិតទៅបន្ទាប់ពីនិយាយគ្នាហើយមកផ្លែឡើងគឺគ្នារបស់ NC នឹងក៏បានស្វែងរកគាត់ហើយដោយសារគាត់បាត់ NC ហ្នឹងអញ្ចឹងហើយ NC នឹងក៏លាជាមួយនឹង Solon ទៅថាជួបគ្នានៅពេលក្រោយនិយាយទៅគឺពេលដែលពួកគេប្រកួតបាល់ហ្នឹងហ្មងបន្ទាប់ពីលាគ្នាហើយយើងក៏បានកាត់ទៅកាន់ប្រហែលអ្នកមុននោះវិញដោយ Haley ក៏គាត់និយាយទៅថាសាក្រោយពេលបោះសម្រាប់ចាស់ចាំទៅមួយគ្នាអីចឹងទៅហើយ Suha ក៏គាត់ថាអូខេហើយគាត់ក៏សួរទៅថាពីរអ្នកហ្នឹងគឺជាចាស់កាសជាមួយនឹង Noah មែនហើយគាត់ក៏អរគុណចាស់កាសជាមួយនឹង Noah ហ្នឹងទៅដែលបានជួយគាត់មុនហ្នឹងដោយគាត់ក៏ឆ្ងល់ដែរថាមិនបាន Haley ហ្នឹងដឹងថាគាត់នៅនឹងចឹងហើយ Haley ក៏គាត់ទៅថាដែរចិត្តហ្នឹងហើយចុងក្រោយក៏អូខេ Suha ក៏គាត់អរគុណពីអ្នកនោះម្ដងទៀតហើយគាត់ក៏មកចូលទៅបន្ទប់វិញទៅដោយមុននឹងចូលទៅបន្ទប់វិញហ្នឹងគឺថា Haley គេលក្ខណៈបែបថាគេកត់ណៃបែបខ្នាតធំអីអញ្ចឹងណាអូយខើកត់ណៃធំណាថៃចាំបាច់ធ្វើអស់ណាស់ហ្នឹងគាត់ថាខ្ញុំនឹងចង់មើលឈុតអញ្ចឹងមែនដល់បន្ទាប់ពី Suha នាងចូលបន្ទប់វិញហើយគឺថាពីអានោះចាប់ផ្ដើមជំរិតសួរដែលគាត់សួរថា Suha ហ្នឹងណាគេហើយ Haley ក៏គាត់ឆ្លើយតាមហ្នឹងទៅថា Suha ហ្នឹងគឺជាសិស្សដែលទំតែទេចូលមកថ្មីអីអញ្ចឹងទៅតែចាស់កាសហ្នឹងក៏បានសួរ Haley ទៅថា Suha ហ្នឹងគឺមិនអីអញ្ចឹងទៅដោយសារតែពេលតែគាត់ចេញពីវឹកហាត់ហ្នឹងគឺគាត់បានឃើញនៅអតិពលមួយដែលវាគឺខ្លាំងមែនតើដល់ពេលដែលគាត់ឲ្យនឹង Noah ទៅមើលទៅគឺវាអាចនិយាយថាអតិពលហ្នឹងគឺចេញពី Suha ហ្នឹងហើយដែលគាត់ហ្នឹងគឺដែរមានអារម្មណ៍ហ្នឹងមកពីមុនមកទេហើយ Noah ក៏គាត់និយាយទៅថាពេលហ្នឹងគឺអាចនិយាយថាពុយអ្នកហ្នឹងគឺមកតែវាយពួកហ្នឹងហើយហ្នឹងតែ Suha ហ្នឹងគឺអាចប្រជុំពួកគេបានណាដោយធ្វើឲ្យពួកគេមានអារម្មណ៍ថាវាអាចនិយាយថាចំហាយធម្មពលហ្នឹងគឺជុំវិញហ្នឹងហ្មងដល់គាត់ហ្នឹងក៏សួរ Haley ទៅថា Suha ហ្នឹងគឺជាអាចនិយាយថាប្រភេទដូចពួកគេដែរមែនហើយ Haley ក៏គាត់តបទៅថាអត់ទេ Suha ហ្នឹងគឺអាចនិយាយថាគឺស្អប់បិសាញ់ជក់ឈាមហ្មងកាន់មកកាន់ Suha វិញគឺគាត់កំពុងតែគិតអំពីពាក្យសម្ដីរបស់ Ken មុនហ្នឹងហើយនាងក៏បានគិតទៀតទៅថាតើ Haley ជាមួយនឹងមិត្តភក្តិរបស់គាត់ហ្នឹងគឺពិតជាជាប់ពាក់ព័ន្ធជាមួយនឹងរឿងហ្នឹងដែរមែនហើយនាងក៏បាននឹកឃើញទៅដល់ពាក្យសម្ដីរបស់អ្នកគ្រូក៏ដូចជាការស្លាប់របស់ Chris ដែលជាមិត្តភក្តិរបស់នាងនឹងឯងនាងក៏ចូលមកកាន់នៅ chapter ថ្មីដែល chapter នេះគឺវាមានឈ្មោះថា Stay Away from Suha ដែលបានកាត់នៅពេលដែលចាអានគឺគាត់បាននិយាយថាអីគេ
មាន verbal នៅក្នុងសាលាពួកយើងដែលគាត់ចង់សម្ដៅលើសាលាអញនិយាយបានថាមិនដែលអពាក់មួយដែលមកពីសាលាពន្លឺហ្នឹងហើយដែលគាត់មានឈ្មោះ NC ហ្នឹងឯងហើយពួកគេទាំងអស់គ្នាហ្នឹងគឺកំពុងតែនិយាយគ្នានៅក្នុងបន្ទប់របស់ Solon ហ្នឹងហ្មង Solon គាត់ឡើងឆ្ងល់ថាពួកហ្នឹងមកធ្វើអីនៅក្នុងបន្ទប់របស់គាត់ហ្នឹងហ៎ហើយផលគឺដោយសារតែបន្ទប់ដែលពួកគេជួបគ្នារហូតដល់ហ្នឹងគឺអាបន្ទប់ដែលស៊ូហាធ្លាប់នៅចូលមកនៅហ្នឹងហើយឥឡូវហ្នឹងគឺឥឡូវគេសម្រេចចិត្តថាមិននិយាយគ្នានៅបន្ទប់របស់ Solon ហ្នឹងហ្មងដែលគាត់និយាយថាហីមិនទៅបន្ទប់របស់ Sion ហ្មងទៅហើយបន្តមក Sion ក៏គាត់និយាយទៅថាគាត់ខ្ជិលបោសសម្អាតទៅវាធ្វើការច្រើនចឹងឯងហើយសាមូថាអួតប្រាប់ស៊ូហាថាចូលចិត្តបោសសម្អាតអីណា Solon គាត់ឡើងគៀងហ្មងហើយពេលហ្នឹងដែរចាស់ក៏គាត់ប្រាប់ Solon ទៅថាមុនហ្នឹងគឺមាន verbal នៅនេះហ่ะ Solon គាត់ក៏តវិញទៅថាគាត់ដឹងតាចានគាត់ឡើងឆ្ងល់ថាហើយមិនបានដឹងចុះ Solon គាត់ឡើងគៀងហ្មងតែគាត់ហៅលើថាគាត់ដោយសារតែគាត់ហ្នឹងគឺធំក្លិនពួកអស់ហ្នឹងនេះតែគាត់បន្ថែមទៅលើទៀតថា verbal ណាវាគួរឲ្យកពើមកឲ្យនិយាយទៅហើយគាត់ក៏ប្រាប់ទៅថាកុំខុសពេក Solon ណាប្រហែលជាពួកគេទាំងអស់ហ្នឹងគឺមានមូលហេតុរបស់គេហើយពួកគេទាំងអស់ហ្នឹងគឺគាត់ថាបិសាចជញ្ជក់ឈាមគឺជាអ្នកធ្វើវាទៅកន្លែងនេះអត់មានឃើញរូបនេះហើយគឺអត់មានកាំងមកដោយសារប៉ែនោះគាត់និយាយហ៊ីសចឹងអត់មានគាត់ថាអ្នកហ្នឹងគឺជាមនុស្សផុសហើយដល់មើលរូបទៅមនុស្សស្រីសោះតាមហ្មងដោយគាត់ក៏ឆ្ងល់ដែរដោយសារតែពួកគេគឺផឹកឈាមថ្ងៃពិសេសរបស់ពួកគេទេប៉ុន្តែមានហេតុការណ៍នឹងវាកើតឡើងចឹងហើយ Harry ក៏គាត់និយាយទៅថាយើងប្រកាសចិត្តថាមិនមែនជាពួកយើងនោះទេអាចថាជាបិសាចជក់ឈាមដតីទៀតហើយគាត់ក៏បានសម័យទៅកាន់ស៊ូហាដែលគាត់គិតថាគាត់សង្ឃឹមថាស៊ូហានឹងគឺអត់យកច្រឡំមួយពួកយើងអញនិយាយថាពួកគាត់ទាំងអស់គ្នាហ្នឹងគាត់នៅលើចឹងភ្លាម Solon ក៏គាត់និយាយទៅថាពួកហែងប្រាប់អាការពិតហ្នឹងឲ្យនាងយកច្រឡំអីហ្នឹងហើយគាត់នៅលើថាពួកនឹងទាំងអស់គ្នាហ្នឹងគឺប្រាប់ការពិតទៅកាន់ស៊ូហាហ្នឹងពីអ្នកទៀតចាកាសជាមួយនឹងណូអាគាត់ឡើងភ្ញាក់ផ្អើលហ្មងថាអីប្រាប់ការពិតមែនចាគឺថាដល់ពេលគេសួរចឹងគឺបែកមើល CR ដល់មានគេទៅ CR នេះគឺគាត់អង្គុយនិយាយថាអូសម្ោតនេះខ្ជូតខ្លាំងដោយ Solon ហ្នឹងគឺបានដៃដែលគាត់និយាយថាហ្នឹងហើយគឺពួកហ្នឹងគឺប្រាប់អស់ហើយគាត់ក៏និយាយថាមានតែគាត់ទេដែលអត់ប្រាប់ដល់ពេលលឺអញ្ចឹងនោះក៏គាត់និយាយទៅថា Solon ហ្នឹងគឺអត់តប្រាប់ពួកគាត់ថាសមត្ថភាពរបស់គាត់ហ្នឹងគឺជាអីគេបងហ្នឹងនិយាយទៅគ្នាយើងអញនិយាយថា Solon ហ្នឹងគឺគាត់ទំតែដឹងខ្លួនឯងទេថាគាត់គឺជា werewolf នឹងឯងហ្នឹងឯងហើយពួកម៉ាក់របស់គាត់ក៏មានតែគេដឹងថាគាត់គឺមានសមត្ថភាពដូចគេដែរដោយ Harry ហ្នឹងគាត់បាននិយាយថាគឺគាត់អត់ចង់ឲ្យស៊ូហាហ្នឹងគឺយកច្រឡំមួយពួកគាត់ទាំងអស់គ្នាហ្នឹងទេជាពិសេសគឺផ្លូវអាក្រក់ហ្នឹងហ្មង boyfriend ទី2របស់ Edwin ហ្នឹងក៏គាត់និយាយទៅថានាងខ្ញុំបានប្រាប់ពួកយើងថានាងគឺស្អប់ពិសាជក់ឈាមត្រូវអត់ហើយចាអានក៏គាត់និយាយទៅថាគាត់អត់ចង់ឲ្យស៊ូហាហ្នឹងគឺស្អប់គាត់ទេតែបែកមើល boyfriend ទី1របស់ Edwin Solon នេះឡើងគាត់ឡើងមុំមកគាត់និយាយថាចាគឺឲ្យពួកគេហ្នឹងគឺជុំនិយាយពីស៊ូហាទៀតទៅលឺថាមានការធ្វើនិយាយអីអញ្ចឹងទៅដល់ចាកាន់ហ្នឹងក៏គាត់យកស្របផងដែរហើយប្រកាសជាថាត្រូវធ្វើអីឲ្យប្រយងប្រយ័ត្នឲ្យប្រុងប្រយ័ត្នចាប់ពីលើនឹងទៅចាគឺថាកាត់មកផឹកស្អែកវិញគឺថាស៊ីអមរបស់យើងគឺបើក្បាលមកត្បូងមកដោយគាត់បានវល់ស៊ូហាហ្នឹងគឺថាទៅដើរលេងនៅចុងសប្តាហ៍មួយគាត់គាត់ឡើងគៀងមកដោយនិយាយទៅគឺគាត់អត់ព្រមឲ្យពីអ្នកហ្នឹងទៅតែពីរអ្នកទេដែលថាតែគាត់នឹងខ្លាចថាស៊ីអននឹងនិយាយអីចេះចុះអីចឹងតែគាត់នឹងថាគាត់នឹងទៅដែរហើយនិយាយទៅស៊ីអនគាត់ឡើងខឹងហ្មងហើយតបមកចាគឺថា Solon គាត់មិនទៅតែគាត់ទេគឺគាត់ប្រាប់មកក្រុមនឹងទៅទាំងអស់ហ្មងហើយពួកគេទាំងអស់គ្នាហ្នឹងក៏នាំគ្នាថាអូខេគេសុំចូលរួមដែរអញ្ចឹងទៅចាគឺថាស៊ីអនរបស់យើងគឺឡើងខឹងហ្មងនិយាយទៅថាចង់ដើរទៅតែពីរអ្នកគេដោយសម្បីតែចាកាសជាមួយនឹង Noah ក៏គាត់សុំខ្លួនសុំទៅជាមួយនឹងគេដែរហើយពីអ្នកហ្នឹងកំពុងតែឆ្លុះគ្នានឹងទៅគឺថា Haley គាត់ក៏បានទៅសួរ Suha ទៅថា Suha ហ្នឹងនឹងទៅដើរលេងនៅចុងសប្តាហ៍ហ្នឹងមែនហើយគាត់ក៏សុំទៅជាមួយគ្នាដែរ Suha ក៏អត់គាត់អូខេហ្នឹងទៅនៅថងកន្លែងនេះដែរមានក៏ចង់ប្រាប់គ្នាយើងដែរថា chapter ហ្នឹងគឺចាប់ធំហ្នឹងហើយចាគឺថា admin ថាចង់សង្ខាប់អីអញ្ចឹងប៉ុន្តែមើលទៅបើតាម admin មើលទៅ admin មានចង់និយាយលើសដើមទៀតគ្នាយើង admin ក៏ចង់មានរឿងប្រាប់ដែរដោយសារតែកន្លងពេលដែល admin ផុសរឿងមួយនេះគឺមានការគាំទ្រមែនតើតែយើងនិយាយថា admin ពិតជាអរគុណគ្នាយ៉ាងមែនតើហើយសង្ឃឹមថាជួបគ្នានៅវីដេអូក្រោយប្រហែលនៅឆ្នាំក្រោយណាគ្នាយើងបាយបាយ